សួស្តីចាស់តែជាការនេះនៅមុខខ្ញុំនេះគឺពួក Egoi សម្រាប់ប្រើសលេងកូនហើយនឹងនាំផ្លូវឬក៏មាត់ច្រកក្នុងផ្ទះតើយើងគួរជ្រើសរើសមួយណាសម្រាប់កូនមួយណាសម្រាប់នាំផ្លូវមួយណាសម្រាប់មាត់ច្រកអញ្ចឹងនៅមុខខ្ញុំគឺមានប្រភេទ Egoi Mark AHN1 នេះ AHN1 នេះជាទូទៅវាមាន original និង copy នេះបោះចិនណាហើយនេះគឺបោះចិនទេAHN1 នេះប្រភេទ Egoi កូនដែលយើងប្រើទូទៅដែរសំឡេងវាហ្នឹងឮចិត្តហៅចិត្តអញ្ចឹងគៀក1ម៉ែត្រពី Egoi នេះគឺសំឡេងព្រោះ AHN1 នេះ Mark Wallet នេះបោះម៉ាឡេស៊ីកាឡាវាដូចគ្នា AHN1 អញ្ចឹងវាទៀបវាខ្លីអញ្ចឹងយើងប្រើសម្រាប់ហៅសំឡេងកូនបានចំណែកមកP12 Motorola នេះយើងហៅសំឡេងប្រើសំឡេងកូនក៏បាននាំផ្លូវក៏បានដោយសារនេះកាឡាវាខ្ពស់ជាងពូវានេះខ្ពស់ជាងEgoiយើងធម្មតាកាឡាវាធំជាងនេះអញ្ចឹងយើងអាចប្រើនាំផ្លូវក៏បាននិងកូនក៏បានយើងដាក់តាមជាងផុងជាងជាងទៅនេះវាលឺសំឡេងវាខ្លាំងទៀតពួកយើងធម្មតាចំណែក Odex 30នេះក៏ដូចគ្នាដែរកាឡាវាក្រាស់ដូច Motorola ដែរណាវា design មកកាឡាក្រាស់យើងអាចប្រើជាសលេងកូនឬជាសលេងនាំផ្លូវបានខ្ញុំបញ្ជាក់ Egoi ទាំងអស់នេះគឺកាឡាក្រដាស់ទាំងអស់កាឡាក្រដាស់គឺយើងប្រើក្នុងផ្ទះយើងសំឡេងល្អដោយសារកាឡាក្រដាស់វា natural sound យើងប្រើកាឡាជ័រកាឡា plastic វាអត់ natural ទេអញ្ចឹងយើងអាចប្រើកាឡាជ័រកាឡា plastic នេះគឺសម្រាប់តែក្រៅផ្ទះទៅវាល្អជាងគេណាប្រភេទ Odex 67នេះជាឃើញមានប៊ូលីតទេកាលណា Egoi ដែលមានប៊ូលីតអញ្ចេះគឺ function នៃការ design របស់គាត់នោះគឺសម្រាប់ហៅទៅឆ្ងាយមានចម្ងាយឆ្ងាយអញ្ចឹង5ម៉ែត្រ4ម៉ែត្រ5ម៉ែត្រទៅគឺយើងហៅពួក Odex 7យើងអាចប្រើសម្រាប់នាំផ្លូវក៏បានយើងប្រើសម្រាប់មាត់ច្រកក៏បានដូចគ្នា Pyro ដែរនេះ original បានឥណ្ឌូនេស៊ីនេះ Mark ក្រុមហ៊ុន Odex នេះក្រុមហ៊ុន Pyro នេះគេ design មកមានប៊ូលីតធំជាង67នេះហើយរុនដែលវាហៅចេញគឺខុសគ្នាទៀតយើងមើលនេះខាងក្រោយខុសគ្នាគឺ design ខុសគ្នាសម្រាប់ផ្ទះខ្ញុំប្រើ Pyro 88នេះសម្រាប់នាំផ្លូវមាត់ច្រកគឺយើងប្រើតែ Pyro 88ទេអញ្ចឹងសំឡេងស្អាតនាំផ្លូវក្នុងផ្ទះអីយើងប្រើ7ឆ្នាំអត់ខូចពួកនេះហើយនឹងបើប្រើសំឡេងកូនយើងប្រើ Pyro 85នេះគឺយើងប្រើសម្រាប់សំឡេងកូនសំឡេងវាស្អាតបងប្អូនអាចសាកបានខ្ញុំ recommend Pyro 88 Pyro 85នេះគឺល្អជាងគេក្នុងមួយចំណោម Egoi ទាំងអស់គឺ88 85លេខ1អាចឆាតមកពេកទៅមកនេះបន្ថែមទៀតបងប្អូនចង់ដឹងពីរឿងអីអាចឆាតមកបានអរគុណ